ព្រះថេរានុថេរៈគ្រប់ព្រះអង្គសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញានិងអ្នកសារព័ត៌មានទាំងអស់ជាទីគោរពនិងជាទីមេត្រីនៅពេលនេះក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមជូនសេចក្តីប្រកាសព័ត៌មានស្តីពីការផ្អាកដំណើរការច្រកទ្វារព្រំដែនកម្ពុជាថៃយោងលើការវិវត្តស្ថានភាពព្រំដែនដែលភាគីថៃបានកំពុងឈ្លានពានដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាដោយវាយប្រហារតាមគ្រប់ទម្រង់មិនរើសគោលដៅបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់និងរបួសព្រមទាំងប៉ះពាល់ដល់ភូមិឋានប្រជាពលរដ្ឋស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិជ្រាបថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការធ្វើដំណើរចេញចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនកម្ពុជាថៃចាប់ពីពេលនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីការសម្រេចនេះគឺដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជានិងប្រជាពលរដ្ឋថៃព្រមទាំងជនបរទេសគ្រប់ជាតិសាសន៍ពីគ្រោះថ្នាក់ពេលធ្វើដំណើរជាពិសេសការធ្វើដំណើរឆ្លងកាត់ព្រំដែនក្នុងន័យនេះប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតនៅក្នុងព្រះរាជាណាចក្រថៃត្រូវបន្តរស់នៅនិងធ្វើការក្នុងប្រទេសថៃជាធម្មតាដូចគ្នាដែរប្រជាពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបន្តស្ថិតនៅកម្ពុជាជាធម្មតាដែររហូតដល់បទឈប់បាញ់ត្រូវបានអនុវត្តពេញលេញវិធានការនេះគឺដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជានិងប្រជាពលរដ្ឋថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរជាពិសេសការឆ្លងកាត់តាមព្រំដែនក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាបានណែនាំរដ្ឋបាលខេត្តជាប់ព្រំដែននិងអាជ្ញាធរគ្រប់រាជធានីខេត្តបង្កើនការយកចិត្តទុកដាក់ផ្ដល់ការគាំពារគ្រប់បែបយ៉ាងអស់ពីលទ្ធភាពដល់ប្រជាពលរដ្ឋថៃនិងជនបរទេសទាំងឡាយទាំងអ្នករស់នៅតាមតំបន់ព្រំដែននិងទូទាំងប្រទេសឲ្យបានដូចគ្នានឹងប្រជាពលរដ្ឋកម្ពុជាជាមួយគ្នានេះក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាស្នើក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលថៃផ្ដល់ការគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅក្នុងប្រទេសថៃដូចគ្នាដែរថ្ងៃសៅរ៍8រោចខែមិគសេឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី13ខែធ្នូឆ្នាំ2025សូមអរព្រះតេជគុណនិងសូមអរគុណ